สุดสดายบางปนต่อគ្នាថ្ងៃនេះមកជាមួយ admin ទៀតហើយបាទ admin គឺមិនមានអ្វីក្រៅពីជារឿងខ្មោចទេបាទថ្ងៃនេះយើងមានរឿងខ្មោចទៀតហើយឥឡូវកុំឲ្យយូរយើងចាប់ផ្ដើមចូលទៅតែម្ដងកាលពីឆ្នាំ1990ខ្ញុំមានមិត្តម្នាក់ឈ្មោះថាំជាមិត្តរួមថ្នាក់នៅមហាវិទ្យាល័យជាមួយគ្នាថ្ងៃមួយថាំបានបបួលខ្ញុំទៅលេងស្រុកកំណើតរបស់គេហើយប្រាប់ថាផ្ទះគេមានទេសភាពស្អាតស័ក្តិសមអាចនឹងគូររូបបានឬគេអួតដូច្នេះខ្ញុំក៏យល់ព្រមទៅជាមួយពួកគេព្រោះចង់ស្គាល់ទឹកដីមាតុភូមិឲ្យបានច្រើនផងយើងទាំងពីរនាក់ជិះឡានពីព្រឹកដល់ថ្ងៃត្រង់ទើបទៅដល់ផ្ទះថាំដែលជាផ្ទះចាស់ពីបុរាណជុំវិញផ្ទះនោះជាចំការនិងមានដីសល់ទំនេរមានខ្យល់បក់មករំភើយគ្រប់ពេលវេលាគួរឲ្យទៅតាក់ចិត្តមែនតែនឪពុកម្ដាយរបស់ថាំទទួលខ្ញុំយ៉ាងរាក់ទាក់កក់ក្ដៅហាក់បីដូចជាខ្ញុំនេះជាកូនបង្កើតរបស់គាត់ម្នាក់ទៀតអញ្ចឹងយប់នោះខ្ញុំដេកមិនលក់សោះព្រោះមិនឆាប់ចូលដេកតាំងពីក្បាលប្រលប់បែបនេះទេខ្ញុំក្រោកពីគ្រែដើរសម្ដៅបង្អួចសម្លឹងមើលទៅដួងច័ន្ទលឿងស្រទន់យ៉ាងសប្បាយអារម្មណ៍ភ្លាមនោះខ្ញុំបានឮសំឡេងឆ្មាយំពីចម្ងាយក្នុងចំការផ្នែកខាងស្ដាំដៃរបស់ខ្ញុំវាជាសំឡេងស្រែកគួរឲ្យព្រឺខ្លាចខ្ញុំស្រីវស្រាញព្រឺរោមពេញខ្លួនក៏បញ្ញាប់បិទបង្អួចចូលដេកភ្លាមចិត្តរបស់ខ្ញុំសង្ស័យជាមិនដឹងជាឆ្មាពិតឬក៏ខ្មោចឡងទេសំឡេងមករងាវទទួលអរុណោទ័យថ្ងៃថ្មីមកដល់ផ្ទៃមេឃពណ៌លឿងក្រហមច្រាលគួរឲ្យចាប់ភ្នែកខ្ញុំភ្ញាក់ឡើងមកជួយស្រោចដំណាំឪពុកម្ដាយរបស់ថាំនិងជជែកគ្នាពីនេះពីនោះទៅជារឿយរហូតមកដល់ខ្ញុំសួរគាត់នៅរឿងមួយគាត់បែរជាឈប់ជជែកជាមួយខ្ញុំព្រមទាំងដើរចូលទៅផ្ទះធ្វើឲ្យខ្ញុំឆ្ងល់សង្ស័យណាស់ខ្ញុំគ្រាន់តែសួរគាត់ថាកាលពីយប់មិញអ៊ំបានឮសំឡេងឆ្មាយំឬទេសំឡេងលាន់ចេញពីក្នុងចំការគួរឲ្យខ្លាចណាស់ក្រោយពីអាហារពេលព្រឹករួចថាំបបួរទៅក្នុងចំការដើម្បីគូររូបយើងពីរនាក់ដើរទៅជារឿយរួចក៏ឈប់ត្រង់បរិវេណស្រះទឹកដែលមានផ្កាឈូករីកក្រហងគួរឲ្យគយគន់ចំណែកថាំបានសួរខ្ញុំត្រឡប់ទៅជួយធ្វើការម៉ែនៅផ្ទះលុះដល់ថ្ងៃត្រង់ទើបគេនឹងយកស្បៀងអាហារមកឲ្យខ្ញុំដល់ពេលបាយថ្ងៃត្រង់ថាំយកអាហារមកឲ្យខ្ញុំនឹងបានអង្គុយជជែកលេងជាមួយគ្នាទើបសុំខ្លួនត្រឡប់ទៅវិញគេចេញទៅបានប្រហែល100ម៉ែត្រក៏ងាកស្រែកផ្ដាំខ្ញុំថាអេអាសែនបញ្ញាប់ត្រឡប់ចូលផ្ទះវិញកុំឲ្យដល់ល្ងាចពេកឪពុកម្ដាយគ្នាផ្ដាំមកខ្ញុំបំរុងនឹងសួរគេថាហេតុអ្វីប៉ុន្តែគេដើរបាំងព្រៃចូលផ្ទះបាត់ទៅក្រោយពីគូរូបរួចមួយផ្ទាំងខ្ញុំបានក្រាលកន្ទេលតម្រេតខ្នងលេងរហូតភ្លឹកដេកលក់បាត់មិនដឹងខ្លួនពេលកំពុងបានយល់សពឃើញថាមានឆ្មាខ្មៅមួយដើរមកឈប់នៅចំពោះមុខខ្ញុំស្រែកខ្លាំងនិងបញ្ចេញចង្កូមគួរឲ្យខ្លាចកែវភ្នែករបស់វាក្រហមដូចងងើកភ្លើងប្រឹងសម្លក់មករកខ្ញុំដូចជាមានបំណងអាក្រក់ស្លាប់ហើយមួយសន្ទុះឆ្មានោះក៏ប្រែរូបคล้ายជាផ្សែងពណ៌ក្រហមមួយដុំធំហោះបោះពួយឡើងទៅលើអាកាសក្រោយមកដុំផ្សែងនោះបាត់ទៅបន្តិចម្ដងភ្លាមនោះបានលេចចេញមនុស្សស្រីម្នាក់មានរូបរាងសមសួនមុខមាត់ស្អាតបាតសម្បកសសក់ខ្មៅវែងអន្លាយធ្លាក់មកដល់ចង្កេះនាងស្លៀកសម្លៀកបំពាក់តាមបែបបុរាណខ្ញុំសម្លឹងមើលនាងមិនព្រិចភ្នែកភ្លឹកនឹងសម្រស់របស់នាងលាយឡំដោយក្តីញាប់ញ័រតក់ស្លុតខ្ញុំខំប្រឹងចំណាំភក្ត្រារបស់នាងឲ្យដិតជាប់ក្នុងអារម្មណ៍ដើម្បីគូររូបរាងឲ្យទាល់តែបាននៅខណៈដែលខ្ញុំកំពុងតែគិតនោះនាងបង្ហាញស្នាមញញឹមដាក់ខ្ញុំហាក់ដូចជាដឹងពីការនឹកគិតរបស់ខ្ញុំយ៉ាងច្បាស់នាងដូចជាតាំងចិត្តឈរឲ្យខ្ញុំបានចងចាំភក្ត្រារបស់នាងអញ្ចឹងពេលជាមួយនោះនាងបានចេញមកដោយសំឡេងតិចវែងថាយើងត្រូវការអាហារដ្ឋា
តាមថ្មីអ្វីក៏ថ្មីនិយាយបានតែប៉ុណ្ណោះរាងកាយរបស់នាងប្រែទៅជាផ្សែងមួយដុំពណ៌ក្រហមនិងនៅទីបំផុតក៏คล้ายទៅជាឆ្មាខ្មៅរត់ចូលក្នុងចំការបាត់ទៅភ្លាមនោះថាំក៏ដើរមកចិត្តខ្ញុំហើយក៏ដាស់ខ្ញុំហើយស្រែកថាអេអាសែនភ្ញាក់ឡើងងាយហើយវើយថាំគេមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់បាត់ដៃបាត់ជើងណែចុះឯងកើតអីបានជាឡើងហាក់ដូចជាបានឃើញខ្មោចអញ្ចឹងគ្នាបានឃើញខ្មោចមែនណាហើយក៏ពេលខ្ញុំនិយាយឲ្យគេស្ដាប់ថាំធ្វើភ្នែកស្លើព្រមទាំងរាដៃរាជើងជាភាសាកឲ្យខ្ញុំជប់និយាយព្រោះយប់បន្ទាប់មកថាំនាំខ្ញុំទៅកំសាន្តនៅដងអូមួយដែលមានទឹកហូរជុំវិញលើផ្ទាំងថ្មព្រមទាំងមានដើមឈើជ្រងច្រាងចោលមកលុបត្រឈឹងទៅឆៃខ្ញុំបានយកឧបករណ៍របស់ខ្ញុំទៅគូររូបភាពមនុស្សស្រីដែលបង្ហាញខ្លួនក្នុងសុបិនរបស់ខ្ញុំបានរួចរាល់ដោយបំណងយប់នោះខ្ញុំដេកលក់ស្រួលណាស់ដេកទាល់តែថ្ងៃរះចាំងគូតហើយភាសាខ្មែរយើងថាដេកចំតិតគូតចំតិតក្តិតហ្នឹងណានឹងភ្ញាក់ខ្លួនឡើងនៅពេលដែលបានឮសូរសំឡេងជជែកគ្នាលាន់ក្រោមផ្ទះខ្ញុំសួរថាមានរឿងអីទៅឪពុករបស់ខ្ញុំទៅស្រោចដំណាំក្នុងចំការឃើញឆ្មាមួយក្បាលដេកស្លាប់នៅក្បែរមាត់ស្រះឈូកឯណោះឪពុកខ្ញុំគាត់ខ្លាចក៏រត់មកហៅខ្ញុំនិងម៉ែឲ្យជូនទៅតើឯងទៅដែរទេពេលបានឮរឿងរ៉ាវតាក់ទងនឹងឆ្មាខ្មៅនោះបណ្ដាលឲ្យខ្ញុំនឹកឃើញដល់សុបិនរបស់ខ្ញុំភ្លាមខ្ញុំហាក់ដូចជាតក់ស្លុតព្រឺរោមវឹបរកប្រាប់មិនត្រូវខ្ញុំប្រញាប់ដើរតាមថាំទៅទាំងក្តីញាប់ញ័រពេលទៅដល់ចំណុចកើតហេតុខ្ញុំឃើញឆ្មាខ្មៅស្លាប់ស្ដុកស្ដឹងមានរូបរាងដូចសុបិនរបស់ខ្ញុំពិតឪពុកថាំលោកដៃទៅចាប់ក្រឡាប់រាងកាយរបស់វាមើលរកស្នាមរបួសប៉ុន្តែគ្មានឃើញស្លាកស្នាមដាច់រហែកណាទាំងអស់សូម្បីតែឈាមមួយដំណក់ក៏គ្មានដែរចំណែករាងកាយឆ្មានៅក្តៅអ៊ុនហាក់ដូចជាទៅស្លាប់ថ្មីតែវាស្លាប់ព្រោះអីទៅណនេះជាសំណួរដែលពួកយើងទាំង4នាក់គិតមិនចេញបន្ទាប់មកឪពុករបស់ថាមយកឆ្មានោះទៅកប់ក្នុងវត្តដែលនៅមិនឆ្ងាយពីផ្ទះលុះត្រឡប់មកពីវត្តគាត់និយាយឲ្យស្ដាប់ថាកាលពី2ខែមុននៅវេលាល្ងាចពេលកំពុងស្រោចដំណាំក្នុងចំការស្រាប់តែឃើញរថយន្តមួយគ្រឿងបើកមកចតក្បែរផ្លូវជាប់នឹងចំការមួយស្ទុះមានមនុស្សបើកទ្វារចេញមកដើរទៅក្រោយបើកគូតរថយន្តលើកអ្វីម្យ៉ាងអោបយកមកបោះចូលក្នុងចំការនេះល្មមពុកឃើញដូច្នោះក៏រត់ទៅមើលស្រាប់តែបានឃើញឆ្មាខ្មៅមួយស្ទុះផ្លែតចេញមករួចរត់ចូលទៅក្នុងចំការបាត់ទៅក្រោយមកក៏មានហេតុការណ៍ប្លែកកើតឡើងបង្ហាញឲ្យឃើញដូចជានៅល្ងាចថ្ងៃមួយពុកបានចូលទៅស្រោចដំណាំដូចសពមួយដងក៏ប្រទះឃើញស្ត្រីមានរូបរាងស្អាតម្នាក់រត់ចូលទៅក្នុងចំការយ៉ាងជ្រៅដែលជារឿងមួយគួរឲ្យឆ្ងល់ក្រោយមកមានហេតុការណ៍មួយទៀតកើតឡើងនៅពេលយប់នៅពេលដែលកំពុងដេកលក់បានឮសំឡេងមនុស្សដែលធ្លាប់មកចាប់ត្រីក្នុងស្រះចិញ្ចឹមដូចជាភ័យស្លន់ស្លោរត់គេចពីអ្វីដែលគួរឲ្យខ្លាចដូច្នោះឯងក្រោយមកមានលេចឮពាក្យថាមានខ្មោចនៅចាំយាមចំការនិងស្រះត្រីរបស់ពុកចាប់តាំងពីពេលនោះមករហូតដល់សប្តាហ៍ថ្ងៃលែងមានអ្នកទួយត្រីនិងផ្លែឈើក្នុងចំការទៀតចំណែកហេតុការណ៍ប្លែកៗក៏ស្ងាត់ទៅដែរទើបតែប៉ុន្មានថ្ងៃពួកកូនមកនេះហេតុការណ៍បានកើតឡើងម្ដងទៀតប៉ុន្តែពុកមិនដឹងជាត្រូវចាត់ការយ៉ាងម៉េចទេម្យ៉ាងទៀតមិនហ៊ានធ្វើព្រោះខ្លាចគេមិនពេញចិត្តហើយបែរមកធ្វើបាបយើងវិញក៏ថាបាន3ថ្ងៃក្រោយមកខ្ញុំនឹងថាំបានសំពះលាឪពុកម្ដាយថាំត្រឡប់មកពីទីក្រុងភ្នំពេញវិញនៅពេលកំពុងស្ថិតក្នុងរថយន្តឈ្នួលនោះខ្ញុំបានធំក្លិនស្អុយអ្វីម្យ៉ាងឡើងឈួលច្រមុះចេញមកពីកន្លែងដាក់រូបភាពរបស់ខ្ញុំរហូតខ្ញុំទ្រាំមិនបានក៏សួរថាឯងមានស្អុយអីទេប៉ុន្តែគេមិនបានធំក្លិនស្អុយបន្តិចឡើយសង្កេតមើលអ្នកដំណើរទាំងអស់ក្នុងរថយន្តក៏មិនឃើញណាម្នាក់
បង្ហាញអាការៈស្អុយអីមិនតិចដែរពេលរថយន្តឈប់ឲ្យអ្នកដំណើរហូបបាយខ្ញុំឆ្លៀតឱកាសនោះខ្ញុំយកផ្ទាំងរូបភាពរបស់ខ្ញុំចុះពីរថយន្តដើរតម្រង់ទៅកាន់ស្ពានមួយនៅក្បែរនោះទៅដល់ពាក់កណ្ដាលស្ពានខ្ញុំក៏សម្រេចចិត្តបោះរូបភាពរបស់ខ្ញុំចោលទៅក្នុងទឹកដើម្បីឲ្យទៅឆ្ងាយពីវិញ្ញាណនោះខ្ញុំហៀបនឹងទម្លាក់រូបភាពចេញពីដៃចៃដន្យក៏មានប្រុសម្នាក់ដើរមកដល់ល្មមប្អូនបំរុងចោលអីនឹងបាតពូរូបភាពរួចបោះវាចោលធ្វើអ្វីពេលនោះខ្ញុំហាក់បីដូចជារកពាក្យអ្វីមកឆ្លើយតបនឹងគាត់មិនបានសោះឲ្យបងសុំមើលបន្តិចបានទេបងក៏ចូលចិត្តការងារសិល្បៈដូចជាប្អូនអញ្ចឹងដែរទីសង្សាររបស់ប្អូនឬមិនមែនទេបើមិនមែននឹងបើប្អូនលែងត្រូវការដែរនោះឲ្យបងជាអ្នកសុំរូបភាពនេះចុះបងហាក់បីដូចជាចង់បានវាណាស់ប៉ុន្តែវាឲ្យបងសុំជាជាងរបស់វាចោលទីបំផុតខ្ញុំងក់ក្បាលជាសញ្ញាយល់ព្រមធ្វើឲ្យគាត់ត្រេកអររខិបរខំដើរចេញពីខ្ញុំយ៉ាងលឿនខ្ញុំតាមសម្លឹងមើលបរិះនោះរហូតផុតកន្ទុយភ្នែកមកដល់ភ្នំពេញវិញនោះដេកយល់សប្តិឃើញថារូបភាពរបស់ខ្ញុំបានហោះក្រឡឹងជុំវិញខ្ញុំ3ជុំរួចហើយហាមាត់ម្ហូបស្រដីឡើងយ៉ាងស្រទន់ថានាងខ្ញុំសូមអរគុណអ្នកមានគុណដែលបានជួយបដូរអាសយដ្ឋានឲ្យនាងខ្ញុំធ្វើឲ្យនាងខ្ញុំទៅចាប់ជាតិបានអ្នកមានគុណដឹងទេសពថ្ងៃម្ចាស់របស់នាងខ្ញុំស្រឡាញ់នាងខ្ញុំណាស់គាត់ថែរក្សានិងទុកដាក់រូបភាពនោះយ៉ាងគួរសមបំផុតអ្នកមានគុណអើយនាងខ្ញុំសូមសំពះលាអ្នកមានគុណសិនហើយសូមឲ្យអ្នកមានសេចក្តីសុខនិងប្រាថ្នាអ្វីបានដោយបំណងនិយាយតែប៉ុណ្ណោះនាងក៏ហោះកលឹងខ្ញុំ3ជុំរួចហោះឆ្ងាយទៅបន្តិចម្ដងរហូតផុតកន្ទុយភ្នែកបាទសូមអរគុណរឿងយើងនៅយប់នេះគឺបានចប់ប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនរីករាយនឹងការស្ដាប់រឿងនិទានរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា